ហេតុអ្វីបានជាទឹកឃ្មុំមិនចែកខូតទឹកឃ្មុំត្រូវបានគេចាត់ទុកថាជាអាហារដ៏អស្ចារ្យបំផុតនៅលើโลกខណៈដែលអាហារផ្សេងៗតែងតែរលួយឬខូចតាមពេលវេលាប៉ុន្តែទឹកឃ្មុំដែលជាផលិតផលធម្មជាតិ 100% បែរជាអាចរក្សាទុកបានរាប់ពាន់ឆ្នាំមូលហេតុវិទ្យាសាស្ត្រនៅពីក្រោយភាពអស្ចារ្យនេះនៅក្នុងទឹកឃ្មុំមានជាតិស្ករដិតខ្លាំងនិងមានជាតិទឹកឬសំណើមប្រហែល 17% ប៉ុណ្ណោះបរិមាណទឹកដ៏តិចតួចនេះធ្វើឲ្យពួកមីក្រូសរីរាង្គនិងបាក់តេរីមិនអាចរស់នៅឬលូតលាស់បានឡើយទឹកឃ្មុំមានកម្រិតអាស៊ីតខ្សោយៗដែលជួយសម្លាប់មេរោគបានយ៉ាងមានប្រសិទ្ធភាពទឹកឃ្មុំមិនមានសារធាតុប្រូតេអ៊ីនដែលជាប្រភពអាហាររបស់មេរោគឡើយទើបធ្វើឲ្យវាមិនមែនជាកន្លែងដែលមេរោគចង់រស់នៅការរកឃើញក្នុងប្រវត្តិសាស្ត្រគេធ្លាប់បានរកឃើញទឹកឃ្មុំដែលត្រូវបានរក្សាទុកក្នុងក្អមតាំងពីរាប់ពាន់ឆ្នាំមុននៅក្នុងភ្នររបស់ជនជាតិអេស៊ីបបុរាណអ្នកវិទ្យាសាស្ត្របានវាយតម្លៃថាទឹកឃ្មុំទាំងនោះនៅតែអាចបរិភោគបាននិងមានសារធាតុចិញ្ចឹមពេញលេញប៉ុន្តែចុងក្រោយគ្មាននរណាហ៊ានសាកញ៉ាំឡើយព្រោះយល់ថាការរក្សាទុកសម្រាប់សិក្សាស្រាវជ្រាវមានតម្លៃជាង